នៅក្នុងពេលប្រជុំអ្វីដែលគួរធ្វើដើម្បីឡើងកូដជាការពិតប្រជុំគឺមានសារៈសំខាន់ណាស់ហើយយើងគួរតែដឹងនៅអ្វីដែលគួរធ្វើក្នុងពេលប្រជុំផងដែរចំណុចទី1គឺមកដល់មុនម៉ោង10ទៅ15នាទីមកដល់មុនដើម្បីរៀបចំកន្លែងអង្គុយបើក laptop ឬឯកសារត្រៀមឲ្យរួចរាល់ភាពរួចរាល់បង្ហាញពីភាពជាអាជីពចំណុចទី2កត់ត្រារាល់ចំណុចសំខាន់ take note ទោះបីជាអ្នកចាំពូកែប៉ុណ្ណាក៏ដោយចូលបើកសៀវភៅឬ laptop កត់ត្រាផែនការដែលមេបានដាក់ចុះសកម្មភាពកត់ត្រាបង្ហាញថាយើងយកចិត្តទុកដាក់និងផ្ដល់តម្លៃលើរាល់ពាក្យសម្ដីរបស់គាត់ចំណុចទី3រាយការណ៍ដោយប្រើរូបមន្តលទ្ធផលនិងដំណោះស្រាយនិយាយឲ្យខ្លីខ្លឹមផ្ដោតលើតួលេខនិងទិន្នន័យបើមានបញ្ហាត្រូវភ្ជាប់មកជាមួយនៅជម្រើសដំណោះស្រាយយ៉ាងហោចណាស់2ទៅ3ជម្រើសរួចសួរមេថាតើបងយល់ទាស់ត្រង់ណាទេចំណែកចំណុចទី4ប្រើប្រាស់ភាសាកាយវិការប្រកបដោយទំនុកចិត្តត្រូវអង្គុយខ្លួនត្រង់ងក់ក្បាលតិចដើម្បីបង្ហាញការយល់ស្របនិងធ្វើការសម្លឹងចំកែវភ្នែករបស់មេដោយភាពស្ងប់ស្ងាត់និងគោរពចំពោះចំណុចទី5គឺសង្ខេបការងារមុនដើរចេញមុននឹងបញ្ចប់ការប្រជុំចូលដើរតួជាអ្នកសង្ខេបការងារដោយនិយាយថាដើម្បីកុំឲ្យមានការភ័ន្តច្រឡំខ្ញុំសូមសង្ខេបកិច្ចការដែលត្រូវធ្វើបន្តវិធីនេះធ្វើឲ្យអ្នកដឹកនាំមានការកោតសរសើរក្នុងចិត្តថាអ្នកជាមនុស្សហ្មត់ចត់ខ្លាំងចូលចងចាំថានៅក្នុងកន្លែងការងារគេមិនត្រឹមតែមើលលើលទ្ធផលការងារដែលអ្នកធ្វើបាននោះទេតែគេមើលលើរបៀបដែលអ្នកបង្ហាញខ្លួនផងដែរធ្វើខ្លួនឲ្យដូចជាអ្នកអាជីពលំដាប់ថប់ទោះជួបមេកាចឬម៉ត់ចត់ប៉ុណ្ណាក៏នៅតែអាចទិញចិត្តគាត់បានដែរសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ